ជាការចូលរួមជួយអ៊ីរ៉ាំងធ្វើសង្គ្រាមក្រុមហ៊ូធីនៅប្រទេសយេម៉ែនកាលពីថ្ងៃពុធបានប្រកាសពីការវាយប្រហារដោយមីស៊ីលជាលើកទី4ទៅលើអ៊ីស្រាអែលអ្នកនាំពាក្យក្រុមឧទាមហ៊ូធីលោកយ៉ាយ៉ាសារីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូមួយថាក្រុមនេះបានបាញ់កាំជ្រួយប្លង់សម្ដៅទៅលើគោលដៅសំខាន់ៗនៅក្នុងតំបន់ Tel Aviv របស់អ៊ីស្រាអែលការប្រកាសបានធ្វើឡើងបន្ទាប់ពីក្រុមនេះចូលទៅក្នុងសង្គ្រាមមជ្ឈិមបូព៌ាដើម្បីគាំទ្រដល់សម្ព័ន្ធមិត្តរបស់ពួកគេគឺអ៊ីរ៉ង់កាលពីសប្តាហ៍មុនបើតាម AFP ក្រុមហ៊ូធីអាចរំខានដល់ការដឹកជញ្ជូនឆ្លងកាត់សមុទ្រក្រហមដោយដែលពួកគេបានធ្វើនៅកម្រិតខ្ពស់កាលពីសង្គ្រាមរបស់អ៊ីស្រាអែលនៅលើតំបន់ហ្គាហ្សាក្រុមហ៊ូធីធ្លាប់បានគំរាមកំហែងការដឹកជញ្ជូនតាមសមុទ្រក្រហមនិងប្រែកជីកស៊ូអែសដែលតម្រូវឲ្យនាវាធ្វើដំណើរឆ្លងកាត់ច្រកតូចចង្អៀតមួយចេញពីឆ្នេរសមុទ្រនៃប្រទេសយេម៉ែនគួររំលឹកថាក្រុមឧទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ាំងបានអះអាងពីការវាយប្រហារដោយមីស៊ីលនិងយន្តហ័គ្គគ្មានមនុស្សបើកសម្ដៅលើប្រទេសអ៊ីស្រាអែលកាលពីចុងសប្តាហ៍ដែលជាការវាយប្រហារលើកទី1របស់ពួកគេនៅក្នុងសង្គ្រាមបច្ចុប្បន្ន